Ba chấm điệp số bóng bóng tỏ kia đại ban tu sana trong channel YouTube bọc khiêm bát đó na chấm người người này nó mà rom bọc bóng bóng tỏ kia mau tu sana nơi tiếp hiệp the soft art nơi hàng phnom sâm pau bóng bóng nơi Romani thành phnom sâm pau nhưng tiếp hiệp xã đó bóng bóng đời xa miền cả tập tành thay mày miền cả update thay mày từ cái lại sườnចឹងណាបងប្អូនហើយនឹងដូចជាការតុបតែងបន្ថែមផ្សេងទៀតចឹងណាបងប្អូននេះយើងទស្សនាទាំងអស់គ្នាបងប្អូនអ្នកខេត្តបាត់ដំបងជឿថាគាត់ស្គាល់ហើយប៉ុន្តែបងប្អូនអ្នកខាងខេត្តផ្សេងបងប្អូនអញ្ចឹងមកទស្សនានៅរមណីយដ្ឋានភ្នំសំពៅបងប្អូនជើងភ្នំសំពៅយើងមកទស្សនាសម្បូរបងប្អូនជនជាតិគេច្រើនអញ្ចឹងជនជាតិហើយគេមកទស្សនាជាកាត់ម៉ៅឡានឡើងទៅទស្សនានៅខាងលើណាបងប្អូននៅខាងលើភ្នំក៏ដូចជាមានកន្លែងប្រវត្តិសាស្ត្រច្រើនមានឡាងច្រើនមានឡាងច្រើនដែលយើងនិយាយពីប្រវត្តិសាស្ត្រថា3ឆ្នាំ8ខែ20ថ្ងៃណាបាទអញ្ចឹងទស្សនាតាមការគួរបងប្អូនអញ្ចឹងខ្ញុំថតហើយនឹងថតកន្លែងដែលបងប្អូនទស្សនាច្រើនជាងគេគឺមកតាមនេះនៅទីនេះយើងបងប្អូនជិះឡានឬក៏ជិះម៉ូតូមកយើងអត់អស់ថ្លៃឈ្នួលទេយើងប៉ុន្តែយើងចូលរួមថវិកាតិចតួចដើម្បីជូនបងប្អូនសន្តិសុខយើងដែលមើលថែឡានក៏ដូចជាយាមកាមនៅខាងចរាចរណ៍នៅខាងជើងភ្នំសំពៅបងប្អូនអញ្ចឹងគេមិនតម្រូវឲ្យយើងអស់ប្រហែល10050 5000អីចឹងទៅថ្លៃផ្ញើឡានម៉ូតូអត់ទេបងប្អូនអញ្ចឹងពួកគាត់សុំតាមទិដ្ឋាបងប្អូនឲ្យបងប្អូនឲ្យអញ្ចឹងណាប៉ុន្តែថ្ងៃនេះអត់មានកន្លែងដាក់ឡានទេបងប្អូនដោយសារឡាននិងម៉ូតូហ្នឹងយើងដាក់តាមផ្លូវរាប់ផ្លូវដែលយើងទស្សនាអញ្ចឹងដោយសារអត់មានកន្លែងដាក់ដោយសារគាត់ធ្វើសួនថ្មីកន្លែងដាក់ឡានដាក់ម៉ូតូពីមុនណាអញ្ចឹងយើងមើលទស្សនាសួនក៏ដូចជាមកទស្សនាសត្វស្វាបាទនេះបងប្អូននេះកន្លែងគាត់ធ្វើពីមុនមកនេះខ្ញុំស៊ូមឲ្យមើលច្បាស់នឹងគាត់កំពុងតែធ្វើសួនថ្មីអញ្ចឹងយើងអត់មានកន្លែងដាក់ឡានដាក់ម៉ូតូយើងដាក់រាប់ផ្លូវនឹងទាំងអស់អញ្ចឹងណាប៉ុន្តែបងប្អូនសន្តិសុខគាត់អ្នកសម្រួលចរាចរណ៍ឲ្យអញ្ចឹងណាបងប្អូននេះហើយអស្ចារ្យមែនទែនដោយសារបងប្អូនជនជាតិហ្នឹងមកទស្សនាគាត់ចាប់អារម្មណ៍ជាងគេគឺការចម្លាក់ព្រះនៅជាប់នឹងជើងភ្នំនឹងតែម្ដងបងប្អូនធំហ្មងបងប្អូនរូបបដិមាដែលយើងឆ្លាក់ផ្ទាល់នឹងថ្មណាថ្មភ្នំណាអញ្ចឹងអស្ចារ្យមែនទែននេះបាទហើយបញ្ជាក់ម្ដងទៀតបងប្អូនបើសិនណាយើងមកទស្សនានៅជើងភ្នំសំពៅនេះយើងមកពេលល្ងាចបងប្អូនមកពេលល្ងាចទៅយើងមកមើលទេសភាពផងវាអត់សូវក្តៅទេណាយើងមកមើលទេសភាពជើងភ្នំផងឡើងទៅលើទស្សនានៅលអាងបាទលអាងហើយនឹងយើងចំវិញមកយើងមកមើលសត្វពជាវអញ្ចឹងសត្វពជាវគឺវាហើរចេញម៉ោង5ម៉ោង5:40ម៉ោង5អីហ្នឹងជិត6ហ្នឹងវាចេញហើយបងប្អូនចេញយូរណាមិនងាយអស់ទេបងប្អូនចេញ1ម៉ោងជាងឯនោះបានម៉ោង2ម៉ោងរហូតដល់យប់បានអស់អញ្ចឹងណាចឹងនេះទេសភាពបងប្អូនយើងមកទស្សនាច្រើនបាទច្រើនកកមែនទេបាទអញ្ចឹងបើសិនណាបងប្អូននៅចិត្តយើងគួរទៅបានទៅទស្សនាផ្ទាល់យើងនៅចិត្តឬក៏យើងនៅខេត្តផ្សេងណាយើងគួរតែបានមកទស្សនានៅទីនេះព្រោះទីនេះបើសិនណាយើងនិយាយទៅបើយើងទស្សនាអាចបានច្រើនក្នុងមួយថ្ងៃណាបងប្អូនអាចទៅភ្នំបណ្ណន់
bà tranh pi phun bần non mới dương tàu prật phun bần non thằng ấy dương tàu cái pin pui bà ăn cái pin pui rồi mình đi tham được kia bằng bộ này là ăn cái pin pui sạ đó nè bà hay mùi tiết dương ai lọp bên nâng máu lần ấy dương ai màu tu sana này rồi trường phun sập bờ này tầm đòn chẳng dương chùm này ai bay cái lại buôn cái lại chẳng bằng bộ hay mình ngay kiaประมาณที่trường phun sập bờ nâng rồi mình đi tham ăn cái pin pui cái đôi chia rồi mình đi tham phun bần non chẳng là bằng bộ video ខ្ញុំអត់មានអីច្រើនទេបងប្អូនទស្សនាហើយតែខ្ញុំថតអត់បានថតភ្នំអណន់ក៏អត់បានថតរមណីយដ្ឋានកពីពួយទេខ្ញុំថតពាក់ព័ន្ធនឹងជាងភ្នំសំពៅចាំមើលវីដេអូក្រោយបាទខ្ញុំថតទស្សនាពីហាងកពីពួយលើស្អាតបងប្អូនអញ្ចឹងអរគុណច្រើនកុំភ្លេចជួយ Subscribe ម្នាក់មួយផងបាយបាយ